សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel My Research ថ្ងៃនេះខ្ញុំនឹងនាំអស់លោកអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីប្រវត្តិនៃសង្គ្រាមរវាងខ្មែរនិងសៀមពីសតវត្សទី13ដល់សតវត្សទី21ទំនាក់ទំនងរវាងខ្មែរនិងសៀមមានប្រវត្តិដ៏យូរលង់និងប្រកបដោយភាពស្មុគស្មាញដែលបានអូសបន្លាយពេលជាង700ឆ្នាំមកហើយប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរពោរពេញដោយចំនួនយោធាការប្រកួតប្រជែងដណ្ដើមអំណាចនិងការប្រយុទ្ធដើម្បីការពារឯករាជ្យភាពតាមរយៈការសិក្សាប្រវត្តិសាស្ត្រនៃសង្គ្រាមប្រទេសទាំងពីរយើងនឹងយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលប្រជាជាតិទាំងពីរនេះបានវិវត្តមកដល់សម័យទំនើបនេះការសិក្សានេះនឹងពិនិត្យមើលសង្គ្រាមសំខាន់ៗចាប់ពីការឈ្លានពានលើកដំបូងរបស់រាជាណាចក្រសុខោទ័យនៅសតវត្សទី13រហូតដល់ចំនួនព្រំដែននាសម័យទំនើបបំផុតនៅសតវត្សទី21យើងនឹងពិនិត្យមើលពីទំហំកងទ័ពបច្ចេកវិទ្យាយោធាយុទ្ធសាស្ត្រនិងផលប៉ះពាល់នៃសង្គ្រាមទាំងនេះដែលបានបង្កើតទៅជាផែនទីនៃតំបន់អាស៊ីអាគ្នេយ៍រហូតដល់សព្វថ្ងៃ1ការប្រជុំមុខដាក់គ្នារវាងចក្រភពអង្គរនិងសុខោទ័យនៅឆ្នាំ1296នៅដើមសតវត្សទី13ចក្រភពអង្គរកំពុងស្ថិតនៅក្នុងយុគមាសរបស់ខ្លួនក្រោមរាជព្រះបាទជ័យវរ្ម័នទី7ចក្រភពខ្មែរបានសាងសង់ប្រាសាទជាច្រើនដែលបានបង្ហាញពីអំណាចនិងទ្រព្យសម្បត្តិដ៏អស្ចារ្យអាណាចក្រអង្គរបានពង្រីកឥទ្ធិពលលើតំបន់នានាយ៉ាងធំទូលាយរួមទាំងភាគខាងកើតនៃប្រទេសថៃសព្វថ្ងៃឡាវនិងវៀតណាមខាងត្បូងក្នុងកំឡុងពេលតែមួយនោះជនជាតិតៃកំពុងតែចាប់ផ្ដើមធ្វើចំណាក់ស្រុកចេញពីតំបន់យូណាននៃប្រទេសចិននៅឆ្នាំ1238ស្ដេចស្រីឥន្ទ្រាទិត្យក៏បានបង្កើតរាជាណាចក្រសុខោទ័យដែលជារាជាណាចក្រសៀមឯករាជ្យលើកដំបូងរាជាណាចក្រថ្មីនេះមានទីតាំងនៅភាគកណ្ដាលនៃប្រទេសថៃសព្វថ្ងៃហើយចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងឆាប់រហ័សការប្រជុំមុខរវាងចក្រភពចាស់ដែលកំពុងតែធ្លាក់ចុះនិងរាជាណាចក្រថ្មីដែលកំពុងតែរីកចម្រើនគឺជាអ្វីដែលមិនអាចជៀសផុតតំបន់ព្រំប្រទល់រវាងអង្គរនិងសុខោទ័យមានធនធានធម្មជាតិនិងផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលធ្វើឲ្យវាក្លាយទៅជាគោលដៅនៃការប្រកួតប្រជែងរីឯវប្បធម៌និងប្រព័ន្ធនយោបាយសាសនានៃប្រទេសទាំងពីរក៏មានភាពខុសគ្នាផងដែរអង្គរមានឥទ្ធិពលខ្លាំងពីហិណ្ឌូនិងពុទ្ធសាសនាមហាយានខណៈដែលសុខោទ័យកំពុងទទួលយកព្រះពុទ្ធសាសនាថេរវាទកត្តាទាំងនេះក៏បានបង្កទៅជាសង្គ្រាមរវាងប្រទេសទាំងពីរការប្រយុទ្ធគ្នាលើកដំបូងរវាងអង្គរនិងសុខោទ័យបានកើតឡើងនៅចុងសតវត្សទី13ក្រោមការដឹកនាំរបស់ស្ដេចរាមកំហែងដែលជាស្ដេចដ៏អស្ចារ្យបំផុតរបស់សុខោទ័យស្ដេចរាមកំហែងបានពង្រីករាជាណាចក្ររបស់គាត់ទៅគ្រប់ទិសទីនិងបានសម្រេចចិត្តវាយប្រហារតំបន់ខាងលិចនៃចក្រភពអង្គរកងទ័ពសុខោទ័យដែលមានចំនួនប្រមាណពី20000ទៅ30000នាក់បានបើកការវាយប្រហារឈ្លានពានចូលតំបន់ខ្មែរនៅឆ្នាំ1296កងទ័ពទាំងនោះត្រូវបានបែងចែកជាច្រើនផ្នែករួមមានកងទ័ពថ្មើរជើងកងទ័ពសេះនិងកងទ័ពដំរីអាវុធសំខាន់ៗដែលប្រើក្នុងសង្គ្រាមនោះរួមមានដាវលំពែងនិងធ្នូដែលជាអាវុធដ៏សំខាន់បំផុតនៃសម័យនោះចំណែកកងទ័ពអង្គរដែលមានប្រព័ន្ធការពារល្អបានតស៊ូយ៉ាងខ្លាំងក្លាអង្គរមានកងទ័ពធំជាងប្រមាណជាង50000នាក់នៅតាមតំបន់សំខាន់ៗផ្សេងៗគ្នាសង្គ្រាមនេះបានឈានដល់ចំណុចកំពូលនៅក្នុងឆ្នាំ1297ពេលដែលកងទ័ពទាំងពីរបានប្រយុទ្ធគ្នានៅជិតទន្លេចៅព្រះយ៉ាការប្រយុទ្ធគ្នានេះបានចំណាយពេលជាច្រើនថ្ងៃហើយទាហានទាំងសងខាងបានស្លាប់អស់ជាច្រើនពាន់នាក់ទោះជាយ៉ាងណាក៏ដោយទ័ពអង្គរបានប្រើប្រាស់ដំរីសង្គ្រាមរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពនិងបានរុញច្រានទ័ពសុខោទ័យឲ្យដកថយទៅវិញទោះបីជាសុខោទ័យមិនបានទទួលជ័យជំនះពេញលេញក៏ដោយក៏ពួកគេបានកាន់កាប់ភូមិមួយចំនួននៅតំបន់ទល់ដែនផងដែរសង្គ្រាមនេះបានបង្ហាញថាសុខោទ័យកំពុងតែក្លាយទៅជាកម្លាំងយោធាដ៏គួរឲ្យព្រួយបារម្ភនិងបានបញ្ជាក់ថាអង្គរលែងមានអំណាចដាច់ខាតក្នុងតំបន់ទៀតហើយ2សង្គ្រាមរវាងអយុធ្យានិងអង្គរឆ្នាំ1352បន្ទាប់ពីបង្កើតរាជធានីថ្មីនៅអយុធ្យាក្នុងឆ្នាំ1350ស្ដេចរាមាធិបតីទី1បានសម្រេចចិត្តវាយលុកក្រុងអង្គរនេះគឺជាយុទ្ធសាស្ត្រយោធាដ៏ធំបំផុតនិងត្រូវបានគេកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រនៃតំបន់ក្នុងខែមិថុនាឆ្នាំ1352កងទ័ពអយុធ្យាដែលមានចំនួនប្រហែលពី35000ទៅ40000នាក់បានចាប់ផ្ដើមបើកការឈ្លានពានកងទ័ពនេះត្រូវបានបែងចែកជា4ផ្នែករួមមាន1កងទ័ពកណ្ដាលមានចំនួន20000នាក់ដឹកនាំដោយស្ដេចផ្ទាល់2កងទ័ពស្ដាំចំនួន8000នាក់មានទាំងទាហានសេះនិងទាហានដំរី3កងទ័ពឆ្វេងមានចំនួនប្រហែល7000នាក់4កងទ័ពបំរុងចំនួនប្រហែល5000នាក់សម្រាប់គ្រប់គ្រងការឈ្លានពានរបស់កងទ័ពសៀមនៅពេលនោះប្រើប្រាស់អាវុធមួយចំនួនដូចជាកាំភ្លើងធំបាញ់ថ្មលើខ្នងដំរី
មានប្រហែលជា200ដើមដែលអាចបាញ់ផ្លែថ្មធំៗពីភ្លើក្នុងដំរីកំភ្លើងបុរាណទើបចាប់ផ្ដើមប្រើប្រាស់មានប្រហែលជា500ដើមដាវវែងសម្រាប់ទាហានម្នាក់លំពែងវែងគឺសម្រាប់ទាហានថ្មើរជើងធ្នូនិងព្រួញដែលអាចបាញ់បានប្រហែលចម្ងាយ200ម៉ែត្រដំរីសង្គ្រាមមានប្រហែលជា300ក្បាលការឡោមព័ទ្ធអង្គរចាប់ផ្ដើមនៅខែកក្កដាកងទ័ពអយុធយាបានប្រើយុទ្ធសាស្ត្រឡោមព័ទ្ធបែបចិនដោយកាត់ផ្ដាច់ផ្លូវគត់គង់ទាំងអស់ដែលនាំចូលទៅក្នុងទីក្រុងពួកគេបានកសាងបន្ទាយនៅជុំវិញទីក្រុងនិងបានវាយប្រហារជាបន្តបន្ទាប់ពីគ្រប់ទិសទីកងទ័ពអង្គរបានតស៊ូយ៉ាងក្លាហានក្រោមការដឹកនាំរបស់ស្ដេចលំពង់រាជាពួកគេបានប្រើប្រាស់ប្រព័ន្ធប្រឡាយផ្លូវទឹកនៅជុំវិញអង្គរប្រកបដោយប្រសិទ្ធភាពធ្វើឲ្យការវាយប្រហាររបស់សៀមមានការលំបាកជាខ្លាំងទាហានអង្គរបានធ្វើការវាយឆ្មក់ពីក្នុងបន្ទាយនិងបានសម្លាប់ទាហានសៀមអស់រាប់ពាន់នាក់ទោះបីជាយ៉ាងណាក៏ដោយការឡោមព័ទ្ធបានចំណាយពេលប្រមាណជា10ខែអាហារនិងទឹកក្នុងក្រុងអង្គរក៏ចាប់ផ្ដើមខ្សត់ខ្សោយហើយជំងឺរាតត្បាតក៏ចាប់ផ្ដើមកើតឡើងផងដែរនៅខែមេសាឆ្នាំ1353កងទ័ពអយុធយាបានវាយឈ្លានពានចូលទីក្រុងអង្គរដោយជោគជ័យការឈ្លានពានកាន់កាប់អង្គរនៅពេលនោះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកងទ័ពថៃបានចាប់ប្រជារាស្ត្រខ្មែរយកទៅប្រមាណជា10000គ្រួសាររួមទាំងសិល្បករសិប្បករអ្នកប្រាជ្ញនិងព្រះសង្ឃពួកគេបានដឹកនាំនៅទ្រព្យសម្បត្តិយ៉ាងច្រើនពីប្រាសាទក្រោយមកក្រុងអង្គរត្រូវបានរំដោះមកវិញក៏ប៉ុន្តែវាលែងជារាជធានីដែលមានអំណាចដូចមុនទៀតហើយសង្គ្រាមឆ្នាំ1369និងឆ្នាំ1389បន្ទាប់ពីរំដោះក្រុងអង្គរបានពីកណ្ដាប់ដៃសៀមមកវិញរាជធានីត្រូវបានសាងសង់ឡើងវិញយ៉ាងយឺតទោះបីជាយ៉ាងណាក៏ដោយជម្លោះជាមួយនឹងអយុធយាមិនទាន់បានបញ្ចប់នៅឡើយនោះទេសង្គ្រាមនៅឆ្នាំ1369បានកើតឡើងនៅពេលដែលស្ដេចរាមាធិបតីទី1នៃអយុធយាបានវាយប្រហារតំបន់ខាងលិចអង្គរកងទ័ពសៀមមានប្រមាណជាង30000នាក់ហើយបានប្រើយុទ្ធសាស្ត្រវាយឆាប់រហ័សពួកគេបានប្រើទ័ពសេះយ៉ាងច្រើនដើម្បីធ្វើការវាយឆ្មក់ដោយល្បឿនលឿនទ័ពខ្មែរក្រោមការដឹកនាំរបស់មេទ័ពមួយចំនួនបានតស៊ូយ៉ាងខ្លាំងក្លាការប្រយុទ្ធសំខាន់បានកើតឡើងនៅជិតទន្លេអ៊ុំដែលទ័ពខ្មែរបានប្រើប្រាស់ភូមិសាស្ត្រប្រកបដោយប្រសិទ្ធភាពទោះបីជាទ័ពសៀមបានឈ្នះការប្រយុទ្ធមួយចំនួនក៏ដោយក៏ពួកគេមិនអាចរុញចូលទៅដល់រាជធានីអង្គរបានដែរសង្គ្រាមឆ្នាំ1389គឺជាសង្គ្រាមធំជាងគេទ័ពអយុធយាប្រមាណជា40000ទៅ50000នាក់បានឡោមព័ទ្ធអង្គរអស់រយៈពេល7ខែពួកគេបានប្រើកម្លាំងធំជាច្រើននិងច្រើនជាងសង្គ្រាមមុនហើយបានវាយប្រហារជញ្ជាំងទីក្រុងជាប្រចាំអង្គរបានប្រើយុទ្ធសាស្ត្រការពារក្រុងដ៏ល្អពួកគេបានប្រើប្រាស់ប្រឡាយជុំវិញទីក្រុងដើម្បីការពារនិងបានធ្វើការវាយឆ្មក់នៅពេលយប់តែអ្វីដែលសំខាន់ដែលអាចសង្គ្រោះអង្គរបានមិនមែនជាកម្លាំងយោធានោះទេប៉ុន្តែគឺជាជំងឺរាតត្បាតបានរីករាលដាលក្នុងកងទ័ពសៀមនិងបានសម្លាប់ទាហានសៀមអស់រាប់ពាន់នាក់ទាហានសៀមក៏ត្រូវដកថយទៅវិញក្នុងខែវិច្ឆិកាការដួលរលំនៃទីក្រុងអង្គរក្នុងឆ្នាំ1431និងឆ្នាំ1432នេះគឺជាសង្គ្រាមដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអង្គរឆ្នាំ1431អង្គរកំពុងតែចុះខ្សោយយ៉ាងខ្លាំងមានបញ្ហាផ្ទៃក្នុងការប្រយុទ្ធដណ្ដើមរាជបល្ល័ង្កនិងការគ្រប់គ្រងមិនបានល្អនៅពេលតែមួយនោះអយុធយាកំពុងតែរីកចម្រើនក្រោមការដឹកនាំរបស់ស្ដេចបរមរាជាធិរាជទី2នៅខែតុលាឆ្នាំ1431ស្ដេចសៀមបានលើកកងទ័ពដ៏ធំបំផុតដែលមិនធ្លាប់មានប្រភពប្រវត្តិសាស្ត្រមួយចំនួនបាននិយាយថាកងទ័ពរបស់សៀមមានរហូតដល់ទៅជាង90000នាក់ខណៈប្រភពខ្លះបាននិយាយថាមានរហូតដល់ទៅ120,000នាក់កងទ័ពទាំងអស់នោះរួមមានកងទ័ពថ្មើរជើងជាង50000នាក់កងទ័ពសេះមានចំនួនជាង10000នាក់កងទ័ពដំរីសង្គ្រាមមានចំនួន1500ក្បាលកងទ័ពជើងទឹកមានប្រមាណជាង5000នាក់ចំណែកឯអាវុធនិងឧបករណ៍សម្រាប់ធ្វើសង្គ្រាមរួមមានកាំភ្លើងធំមានប្រមាណជាង200ដើមដែលជាអាវុធទំនើបបំផុតនៅសម័យនោះកាំភ្លើងដៃមានចំនួន1000ដើមរួមទាំងដាវលំពែងនិងធ្នូក្រៅពីនេះក៏មានឧបករណ៍វាយឡើងជញ្ជាំងក្រុងផងដែររីឯផ្នែកជើងទឹកវិញមានទូកចម្បាំងជាង100គ្រឿងការវាយលុករបស់កងទ័ពសៀមបានចាប់ផ្ដើមឡើងដោយការឡោមព័ទ្ធទីក្រុងអង្គរទ័ពសៀមបានកាត់ផ្ដាច់ផ្លូវចេញចូលទីក្រុងទាំងអស់ពួកគេបានសាងសង់បន្ទាយជុំវិញទីក្រុងនិងបានដាក់ទាហានយាមគ្រប់ទីកន្លែងរីឯកងទ័ពជើងទឹកបានគ្រប់គ្រងទន្លេសាបទាំងស្រុងនិងបានការពារមិនឲ្យមានការគ្រប់គ្រងណាមួយចូលទៅក្នុងទីក្រុងបានឡើយក្នុងកំឡុងពេល7ខែនៃការឡោមព័ទ្ធទ័ពសៀមបានវាយប្រហារជញ្ជាំងក្រុងជាប្រចាំពួកគេបានប្រើប្រាស់កាំភ្លើងធំបាញ់
បំផ្លាញបន្ទាយហើយបានព្យាយាមវាឡើងជញ្ជាំងក្រុងជាច្រើនដងទីហ៊ានអង្គរបានតស៊ូយ៉ាងក្លាហានប៉ុន្តែពួកគេមានកងទ័ពតិចជាងដែលមានប្រមាណជាង20,000ទៅ30,000នាក់ប៉ុណ្ណោះនិងមានការខ្វះខាតអាហារនិងទឹកយ៉ាងខ្លាំងក្នុងកំឡុងពេលនៃការឡោមព័ទ្ធរាជធានីសៀមបានបើកការវិប្រហារជាច្រើនលើកច្រើនសារដែលរួមមាននៅខែវិច្ឆិកាឆ្នាំ1431កងទ័ពសៀមបានព្យាយាមវាយឡើងជញ្ជាំងពីខាងជើងការប្រយុទ្ធគ្នាបានចំណាយពេលអស់3ថ្ងៃកងទ័ពខ្មែរបានវាយប្រយុទ្ធឲ្យទ័ពសៀមដកថយចុះពីកំពែងក្រុងវិញតែបានបាត់បង់ទាហានអស់ជាង2000នាក់នៅខែធ្នូឆ្នាំ1431កងទ័ពសៀមបានវាយប្រហារពីគ្រប់ទិសទីក្នុងពេលតែមួយពួកគេបានប្រើដំរីសង្គ្រាមវិបំផ្លាញច្រកទ្វារតែទាហានអង្គរបានប្រើប្រាស់ប្រេងដែលកំពុងដាំពុះចាក់កម្ចាត់កងទ័ពដំរីនិងបានការពារច្រកចេញចូលបានយ៉ាងជោគជ័យនៅខែមករាឆ្នាំ1432កងទ័ពសៀមបានធ្វើការវាយលុកយ៉ាងខ្លាំងក្លាម្ដងទៀតកងទ័ពសៀមបានប្រើប្រាស់កាំភ្លើងធំបាញ់បំផ្លាញជញ្ជាំងភាគខាងលិចអស់រយៈពេល2សប្តាហ៍ពេលជញ្ជាំងក្រុងដួលរលំអស់ហើយទាហានសៀមរាប់ពាន់នាក់បានសម្រុកចូលទៅក្នុងរាជធានីហើយការប្រយុទ្ធគ្នាក្នុងទីក្រុងក៏បានកើតឡើងយ៉ាងសាហាវអស់រយៈពេល3ថ្ងៃទៀតខែកុម្ភៈឆ្នាំ1432បន្ទាប់ពីបាត់បង់កម្លាំងយ៉ាងច្រើននិងគ្មានអាហារនិងទឹកផងនោះកងទ័ពអង្គរក៏ព្រមចុះចាញ់នៅថ្ងៃទី15ខែកុម្ភៈកងទ័ពសៀមក៏បានចូលកាន់កាប់ទីក្រុងអង្គរយ៉ាងពេញលេញផលប៉ះពាល់នៃការដួលរលំអង្គរការដួលរលំនៃទីក្រុងអង្គរក្នុងឆ្នាំ1432មានផលប៉ះពាល់យ៉ាងធំធេងដល់ប្រវត្តិសាស្ត្រតំបន់ផលប៉ះពាល់ភ្លាមៗរួមមានទ្រព្យសម្បត្តិរបស់អង្គរត្រូវបានដឹកទៅអយុធ្យារួមទាំងព្រះពុទ្ធរូបសាស្ត្រានិងកំណត់ត្រាប្រវត្តិសាស្ត្រពលករជាង50,000នាក់ត្រូវបានចាប់យកទៅអយុធ្យារួមទាំងសិល្បករព្រះសង្ឃអ្នកប្រាជ្ញនិងអ្នកជំនាញផ្សេងៗទ្រព្យសម្បត្តិមាសប្រាក់និងពេជ្រត្រូវបានដឹកចេញពីអង្គរយ៉ាងច្រើនរីឯផលប៉ះពាល់រយៈពេលវែងគឺថាអង្គរដែលជារាជធានីរបស់ចក្រភពខ្មែរដែលមានអាយុកាលជាង600ឆ្នាំត្រូវបានបោះបង់ចោលហើយរាជវង្សានុវង្សខ្មែរបានបង្ខំចិត្តត្រូវផ្លាស់ប្ដូររាជធានីទៅចតុមុខហើយក្រោយមកទៅក្រុងវែកចាប់ពីពេលនោះមកចក្រភពអង្គរដ៏អស្ចារ្យក៏ត្រូវបានបញ្ចប់ត្រឹមនេះរីឯសៀមអយុធ្យាក៏បានក្លាយជាកម្លាំងដ៏លេចធ្លោមួយនៅក្នុងតំបន់លើពីនេះទៅទៀតវប្បធម៌និងបច្ចេកវិទ្យាខ្មែរជាច្រើនត្រូវបាននាំយកទៅសៀមដែលបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍនគរអយុធ្យា